នៅទូទាំងអនុតំបន់ទន្លេមេគង្គរួមទាំងប្រទេសកម្ពុជាគ្រួសារកសិកររាប់លាននាក់ពឹងផ្អែកលើកសិកម្មសម្រាប់ការរស់រានមានជីវិតប៉ុន្តែនៅគ្រប់រដូវពួកគេប្រឈមនឹងការកើនឡើងនៅភាពមិនប្រកបប្រជាតម្លៃដែលមិនអាចទាយទុកមុនបានការប្រែប្រួលអាកាសធាតុនិងការទទួលបានឱកាសមិនស្មើភាពស្ត្រីជនមានពិការភាពជនជាតិដើមភាគតិចនិងយុវជនមានបន្ទុកធ្ងន់បំផុតការលក់ផលិតផលរបស់កសិករជាច្រើនមានការប្រឈមជាប្រចាំថ្ងៃបើគ្មានការទិញដោយផ្ទាល់ពីឈ្មួញធំៗនោះទេនោះកសិករនឹងត្រូវពឹងផ្អែកលើឈ្មួញតូចៗដែលកំណត់តម្លៃតាមចិត្តមកវាតម្លៃអាចយកបានមកដល់កថាដៃហ្នឹងតម្លៃថោកមែនទែនគ្រូដល់មកចុងមកកថាដៃដូចជាខ្ញុំលក់នេះបានតែ1គីឡូ900ទេបើអាលេហ្នឹងបានតែ600ទេអត់រួចថ្លៃជីថ្លៃថ្នាំទេអត់ចំណេញដោយសារបន្លែថោកវាអត់មានទីផ្សារតាមមុខឈ្មួញថាប៉ុណ្ណាលក់ប៉ុណ្ណឹងវាអត់ផេទេក្នុងតម្លៃទីផ្សារតាមដែលមាត់ឈ្មួញគេឲ្យក្នុងមួយថ្ងៃជួនអីចុះ3ដងឡើង3ដងតែអញ្ចឹងខ្ញុំជួបឧបសគ្គជាខ្លាំងបំផុតហ្មងអាបន្ទុកដែលយើងមិនចង់លក់ក៏យើងត្រូវតែលក់ការរក្សាទុកមិនល្អផ្លូវដឹកជញ្ជូនវែងឆ្ងាយនិងសហគមន៍កសិកម្មទុនខ្សោយធ្វើឲ្យកសិករមានអំណាចតិចតួចក្នុងការចរចាតម្លៃទាំងនេះធ្វើឲ្យកសិករកាន់តែងាយរងគ្រោះនឹងការរារាំងដល់ការវិនិយោគរយៈពេលវែងគឺខ្វះទុនសម្រាប់ការដាំដុះការទទួលបានដើមទុននៅមានកម្រិតកសិករជាច្រើននៅខ្វះលទ្ធភាពធ្វើតាមលក្ខខណ្ឌរបស់ធនាគារខណៈពេលដែលប្រាក់កម្ចីក្រៅផ្លូវការធ្វើឲ្យកសិករជាប់បំណុលកាន់តែច្រើនស្ត្រីចូលរួមចំណែកក្នុងការងារកសិកម្មច្រើនប៉ុន្តែឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេនៅមានកម្រិតឃើញថាស្ត្រីមួយចំនួនភាគច្រើនគាត់មានការងារច្រើនទាំងការងារមានកម្រៃនិងការងារគ្មានកម្រៃតែក្នុងក្រុមគ្រួសាររបស់គាត់ហាក់បីដូចជាមិនសូវមើលឃើញពីចំណុចទាំងអស់នេះជនមានពិការភាពជារឿយៗត្រូវបានទុកចោលពីការងារដែលមានតម្រូវការរាងកាយរឹងមាំទោះបីជាតួនាទីជាច្រើនក្នុងដំណើរការនិងសេវាកម្ម Digital មានលទ្ធភាពគ្រប់គ្រាន់ក៏ដោយយុវជនមើលឃើញឱកាសតាក់ទាញតិចតួចក្នុងវិស័យកសិកម្មទោះបីកសិករបានកែលម្អការអនុវត្តរបស់ពួកគេប៉ុន្តែប្រព័ន្ធធានាគុណភាពនិងវិញ្ញាបនបត្របានរារាំងពួកគេមិនឲ្យចូលទៅកាន់ទីផ្សារខ្ពស់បានហើយបើគ្មានការបញ្ជាក់ដែលអាចទុកចិត្តបាននោះផលិតផលរបស់ពួកគេមិនអាចមានតម្លៃខ្ពស់បានឡើយដែលខ្ញុំថែទាំសពថ្ងៃខ្ញុំដឹងតគ្នាពីអ្នកលក់និយាយរួមទៅគេឲ្យបាញ់អីចេះតែបាញ់តាមគេចែកតែខ្លួនឯងអ្នកស្រុកហ្នឹងដូចគ្នាទាំងអស់យើងស្មានដូចគ្នាគ្រូហើយការយើងដាក់ជីដាក់អីអញ្ចឹងយើងអត់ដឹងថាដាក់កម្រិតប៉ុណ្ណាយើងចេះតែស្មានទាំងអស់អញ្ចឹងដែរនៅទូទាំងប្រទេសកម្ពុជាការប្រែប្រួលអាកាសធាតុកាន់តែកើនឡើងរាល់ថ្ងៃការអនុវត្តកសិកម្មដែលគ្មាននិរន្តរភាពធ្វើឲ្យបរិស្ថានកាន់តែយ៉ាប់យ៉ឺនគម្រោងបង្កើតដំណោះស្រាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈបណ្ដាញទីផ្សារប្រកបដោយបរិយាបន្នហៅកាត់ថា Basin ចង់ឃើញអនុតំបន់មេគង្គជាកន្លែងដែលសហគមន៍ជាពិសេសស្ត្រីជនមានពិការភាពនិងគ្រួសារងាយរងគ្រោះទទួលបានអត្ថប្រយោជន៍ស្មើគ្នាពីប្រព័ន្ធកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុនិងមានបរិយាបន្នវិធីសាស្ត្ររបស់យើងគឺផ្ដោតលើការសម្របសម្រួលនិងពង្រឹងទីផ្សាររួមបញ្ចូលសម្រាប់សហគមន៍កសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុកសិកម្មឬអាជីវកម្មដែលមិនប៉ះពាល់ដល់បរិស្ថានការផ្ដល់អំណាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីពង្រឹងភាពជាដៃគូទីផ្សារកាន់តែរឹងមាំនិងលើកកម្ពស់ការរៀនសូត្រក្នុងតំបន់យើងពង្រឹងសហគមន៍កសិកម្មក្រុមកសិករអ្នកកែច្នៃនិងអ្នកទិញយើងធ្វើការជាមួយគ្រួសារនិងសហគមន៍ដើម្បីផ្លាស់ប្ដូរបរិបទសង្គមតាមរយៈការពង្រីកសម្លេងសហគមន៍បាស៊ីនចែករំលែកភស្តុតាងនៅទូទាំងវេទិកាជាតិនិងថ្នាក់តំបន់ដើម្បីមានឥទ្ធិពលលើគោលនយោបាយនិងការវិនិយោគនៅក្នុងប្រព័ន្ធកសិកម្មនៅទូទាំងអនុតំបន់មេគង្គគ្រាប់ស្វាយចន្ទីផ្ដល់សក្តានុពលសេដ្ឋកិច្ចខ្លាំងសម្រាប់កសិករតូចៗប៉ុន្តែជាង 90% នៃគ្រាប់ស្វាយចន្ទីឆៅបាននាំចេញពីប្រទេសកម្ពុជាទៅកែច្នៃនៅប្រទេសផ្សេងបាស៊ីនធ្វើការជាមួយសហគមន៍កសិកម្មនិងអ្នកកែច្នៃដើម្បីពង្រឹងបន្ថែមតម្លៃក្នុងស្រុកកែលម្អគុណភាពនិងលើកកម្ពស់ការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ
នេះជាការបង្កើតឱកាសថ្មីសម្រាប់ស្ត្រីនិងជនមានពិការភាពក្នុងដំណើរការក្រោយការប្រមូលផលនិងតួនាទីជាអ្នកដឹកនាំបាស៊ីនចាប់ដៃគូជាមួយអ្នកទិញសហគមន៍កសិកម្មនិងកសិករដើម្បីពង្រីកខ្សែចង្វាក់តម្លៃផ្គត់ផ្គង់បន្លែមានសុវត្ថិភាពដែលអនុលោមតាមបទដ្ឋានការអនុវត្តកសិកម្មល្អការសម្រេចបាននូវការផ្លាស់ប្ដូរប្រកបដោយចីរភាពទាមទារឲ្យមានកិច្ចសហការយ៉ាងរឹងមាំ ទីផ្សារអីបានតម្លៃសមរម្យអាចទទួលយកបានណាគ្រូពីថាយើងទុកចិត្តថាយើងដាំទៅយើងដឹងថាមានចំណូលមកច្បាស់លាស់ ឲ្យមានកំហុសណាដែលច្បាស់លាស់ឲ្យគាត់ចង់ឲ្យគាត់ចូលមកដើម្បីកងថាបន្លែដល់មានប្រាក់ចំណេញកុំឲ្យវាដូចរាល់ថ្ងៃសប្តាហ៍នេះវាអត់ច្បាស់លាស់សោះ ណាលើអង្គការដូចជាអង្គការក្រៅប្រទេសឬមួយអង្គការធំណាក៏ដោយជួយបង្កើនទិន្នផលហ្នឹងឲ្យមានតម្លៃខ្ពស់ ជួយបណ្ដុះបណ្ដាលដល់សហគមន៍ដល់សមាជិកទាំងអស់ព្រោះខាងយើងខ្ញុំនេះជនជាតិភាគតិចមានការយល់ដឹងតិចតួចស្ដើង បាស៊ីនចូលរួមជាមួយក្រុមហ៊ុនធំអ្នកកែច្នៃអ្នកទិញសហគមន៍កសិកម្មស្ថាប័នហិរញ្ញវត្ថុស្ថាប័នរដ្ឋាភិបាលក្រមស្ត្រីនិងអង្គការតំណាងជនមានពិការភាពរួមគ្នាយើងអាចកសាងអនុតំបន់មេគង្គដែលមានលក្ខណៈបរិយាបន្នសមាហរណកម្មនិងធន់នឹងអាកាសធាតុ